I need to apologize on behalf of myself to our neighboring countries that have come under attack by Iran because of the vicious ប្រធានាធិបតីអ៊ីរ៉ង់បានធ្វើការសូមអភ័យទោសទៅលើប្រទេសអារ៉ាប់ទាំងអស់ដែលខ្លួនបានបាញ់មីស៊ីលទៅលើពួកគេបងប្អូនប្រទេសអារ៉ាប់ទាំងអស់នោះគេមិនបានទាំងធ្វើអីអ៊ីរ៉ង់ផងប៉ុន្តែអ៊ីរ៉ង់បានជាប្រើមីស៊ីលបាញ់ទៅលើសន្តាគារផ្ទះនិងប្រលានយន្តហោះរបស់ពួកគេទៅវិញដោយខ្មោចចូលអញ្ចឹងពេលនេះប្រទេសអារ៉ាប់ទាំងអស់នោះគេកំពុងតែប្រុងប្រៀបខ្លួនអ៊ីរ៉ង់បានឃើញបែបនេះហើយក៏ខ្លាចទៅចេញមកសុំទោសគេនឹងសុំទោសនេះមិនមែនដោយសារតែបានដឹងកំហុសអ្វីនោះទេបងប្អូនទង្វើដែលអ៊ីរ៉ង់បានធ្វើនេះគឺគេហៅថាជ្រុលហើយសូម្បីតែប្រទេសទូគីដែលខ្លាំងជាងអ៊ីរ៉ង់ក៏អ៊ីរ៉ង់បានវាយដែរនេះហើយដែលគេហៅថាជ្រុលនោះមានមនុស្សខ្លះនៅកម្ពុជាដែលស្លៀកពាក់ដូចជាពួកអ៊ីរ៉ង់ក៏កើតជ្រុលដែរពួកគេចាប់ផ្ដើមញុះញង់ឲ្យខ្មែរស្អប់សហរដ្ឋអាមេរិកបងប្អូនពួកគេនាំគ្នាចាប់ផ្ដើមផុសនិងខមមិនដោយចោទសហរដ្ឋអាមេរិកថាគឺជាអ្នកដែលនៅពីក្រោយប្រទេសជិតខាងដែលបានវាយមកលើកម្ពុជាយើងទាំងដែលសហរដ្ឋអាមេរិកគេបានជួយដល់កម្ពុជាយើងសោះនឹងប៉ុន្តែពួកគេបែរជាខំនិយាយផ្ទុយនិយាយបន្លំដើម្បីឲ្យខ្មែរយើងស្អប់ទៅលើសហរដ្ឋអាមេរិកទង្វើបែបនេះគឺគេហៅថាជ្រុលហើយដោយមិនដឹងសល់ខ្មៅអ្វីសោះក្រុមជ្រុលនិយមនៅកម្ពុជានេះគង់តែមានថ្ងៃណាមួយសហរដ្ឋអាមេរិកនឹងទៅបង្ក្រាបពួកក្រុមនឹងសហរដ្ឋអាមេរិកនឹងចងចាំមុខរបស់អ្នកនិងឈ្មោះរបស់ពួកអ្នកគេនឹងដាក់ចូលក្នុងបញ្ជីខ្មៅដោយនៅប្រទេសហ្វីលីពីនដែរសហរដ្ឋអាមេរិកបានចូលទៅប្រទេសហ្វីលីពីនទៅចាប់ក្រុមជ្រុលនិយមទាំងអស់នោះដែលនៅភាគខាងត្បូងនៅក្នុងប្រទេសហ្វីលីពីនរួចអស់ហើយគង់តែដល់ថ្ងៃណាមួយនឹងដល់វិញក្រុមជ្រុលនិយមនៅកម្ពុជាម្ដងប្រទេសអារ៉ាប់ទាំង8គេបានស្លៀកពាក់ស្រដៀងនឹងពួកអ្នកដែរប៉ុន្តែពួកគេមិនជ្រុលដូចពួកអ្នកទេគេមិនបានស្អប់នឹងលាបពណ៌សហរដ្ឋអាមេរិកដូចជាពួកអ្នកទេមានតែពួកអ្នកដែលជ្រុលទេដែលគ្រប់គ្រងអ៊ីរ៉ង់ដែលបានសម្លាប់ជនជាតិអាមេរិកអស់រាប់ពាន់នាក់សូមកុំគិតថាពួកអ្នកអាចកែប្រែប្រទេសកម្ពុជាឲ្យក្លាយទៅជាសម្បុកជ្រុលនិយមបានឲ្យសោះដែលសម័យទៅគ្មានថ្ងៃទេខ្មែរមិនអនុញ្ញាតឲ្យពួកអ្នកធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាជ្រុលនិយមបានទេតើពួកអ្នកគិតស្មានថាដែលនិយាយផុសកុហកលាបពណ៌ពីសហរដ្ឋអាមេរិករួចហើយក៏បានរួចខ្លួនឬខ្លួនឯងនៅតែក្នុងកន្លែងងងឹតតូចមួយសោះដោយមិនដឹងអ្វីពិតនិងមិនពិតផងហើយនិយាយតតែគ្នាដូចតែគ្នាតើស្មានថាពួកអ្នកអាចពង្រួមប្រជាជនខ្មែរឲ្យជឿទៅលើព័ត៌មានកុហកបោកប្រាស់របស់ពួកអ្នកបានឬមនុស្សគ្រប់គ្នាគេសុទ្ធតែបានដឹងថាពួកអ្នកជ្រុលឯងគឺល្មើសគុណសហរដ្ឋអាមេរិកខ្លាំងណាស់ពួកអ្នកឯងតែស្អប់សហរដ្ឋអាមេរិកទោះបីជាគេបានជួយកម្ពុជាច្រើនប៉ុណ្ណាក៏ដោយឥឡូវនេះកម្ពុជាកំពុងតែទៅរកសហរដ្ឋអាមេរិកហើយប៉ុន្តែក្រុមជ្រុលនិយមទាំងនេះកំពុងតែចេញមករារាំងដោយមិនចង់ឲ្យកម្ពុជាបានទៅទេពួកគេព្យាយាមនិយាយអាក្រក់ពីសហរដ្ឋអាមេរិកគ្រប់សពបែបយ៉ាងទាំងដែលវាមិនពិតសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នផង